សួស្តីបងប្អូនទាំងអស់គ្នាឥឡូវមកលោបងប្អូនទៀតហើយចេញមកវីដេអូចឹងទៅបាត់2 3ថ្ងៃមិនបានចេញមកវីដេអូទៀតរវល់ពេកបងប្អូនអើយបរៀនផងមើលកូនផងចឹងទៅវារវល់ចាឆ្លៀតបានតិចតួចថតឲ្យបងប្អូនទុកមើលផ្លៃឡូមិនបានមករៀនផ្ទាល់ឬមួយក៏នៅខេត្តផ្សេងចង់ស្ដាប់ការបញ្យល់របស់លោកគ្រូអញ្ចឹងអាចតាមដានជាមួយនឹងវីដេអូនេះអញ្ចឹងគិតថាពីថ្ងៃនេះទៅអាចនឹងឆ្លៀតពេលឲ្យបានច្រើនបន្តិចទៅលើការថតវីដេអូឲ្យបងប្អូនព្រោះគៀកដល់បាទថ្ងៃប្រឡងបាក់ឌុបហើយបាទអញ្ចឹងកុំភ្លេចចុច follow ចុច share ដើម្បីតាមដានវីដេអូរបស់លោកគ្រូបន្តនៅថ្ងៃក្រោយៗទៀតអញ្ចឹងយើងចាប់ផ្ដើមមកវិញ្ញាសាទី7របស់យើងរម៉ាំងទី1គឺគណនា limit ខាងក្រោមបាទលំហាត់កនៃរម៉ាំងទី1បាទ limit x កាត់ចិត្តដក1នៃប៉ុណ្ណឹងបាទនៃប៉ុណ្ណឹងយើងដឹងថាដើម្បីគណនា limit ដំបូងគឺមិនភ្លេចទេជំនួសមើលរៀងបាទជំនួសមើលរៀងអញ្ចឹង x យើងខិតចិត្តដក1បាទខិតចិត្តដក1អញ្ចឹងយើងយកតម្លៃដក1ហ្នឹងទៅជំនួសគ្រប់ទីតាំង x ទាំងអស់បាទជំនួសគ្រប់ទីតាំង x ទាំងអស់យើងជំនួសចូលមកដក1ស្វែងគុណ3នេះបានដក1ដក1សេគុណ2នេះបាន1 1ដក1ខាងមុខមិញ0ហើយនេះដក1បូក1 0ដែរ0ដែរហើយក្រោមដក1សេគុណ4បាទចេញ1 1ដក1នេះ0បាទ0អញ្ចឹងកាលណាយើងជំនួសដក1ទៅចេញ0ច្បាស់តែវាមានមេរោគរបស់វាកប់នៅខាងលើនិងខាងក្រោមហើយអញ្ចឹងដោយសារ x ខិតចិត្តដក1អញ្ចឹងមេរោគវា x បូក1បាទយើងត្រូវរកមិនឲ្យឃើញ x បូក1ខាងលើនិង x បូក1ខាងក្រោមឥឡូវយើងអាចធ្វើអញ្ចេះក៏បានវិធីរកយើងអាចចែកភូធាបាទវិធីដែលយើងប្រើទូទៅគឺចែកភូធាប៉ុន្តែចំពោះលំហាត់នេះអូនមើលភាគយកបើយើងសាកគុំពី2តួនេះ2តួនេះបាទយើងឃើញមាន x ការ៉េដូចគ្នាអញ្ចឹងយើងចាប់ x ការ៉េជាកតាសល់ x បូក1អានេះមាន x បូក1ដែរអញ្ចឹងយើងអាចចាប់បន្តទៅមុខទៀតបានហើយកតាដែលមាននោះ x បូក1អាក្រោមនេះយើងប្រើនេះមកអានេះយើងអាចទៅសេ1ការ៉េអានេះយើងអាចទៅសេ x ការ៉េហើយការ៉េទៀតអញ្ចឹងវារាង a ការ៉េដក b ការ៉េបាទអញ្ចឹងយើងទៅសេបានខាងក្រោមបាទសម្រាប់ខាងលើគឺពីតួមុខយើងចាប់ x ការ៉េជាកតានៅសល់ប៉ុណ្ណាហើយអានេះយើងផ្ដុំវាមកបាទផ្ដុំវាមកបានចាស់តមកខាងក្រោមយើងប្រើ a ការ៉េដក b ការ៉េអញ្ចឹងយើងបាន a បូក b កតា a ដក b បាទព្រោះ a យើង x ការ៉េហើយ b យើង1បាទបានអញ្ចឹងតទៀតខាងលើមាន x បូក1ដូចគ្នានេះមានអានឹងដូចគ្នាចាប់វាជាកតាយើងចាប់ x បូក1ជាកតាតួមុខសល់ x ការ៉េតួក្រោយហើយនេះសល់បូក1នេះសល់បូក1ហើយក្រោមនេះយើងបែកមិនបាច់បែកទេនេះនេះកតាមេរោគនៅកប់នេះព្រោះយើងជំនួសដក1ចូលវានៅ0បាទនេះតែ0នេះយើងប្រើ a ការ៉េដក b ការ៉េម្ដងទៀត6អាចទៅសេ1ការ៉េហើយយើងបាន x បូក1 x ដក1អូខេឥឡូវកតាមេរោគចេញមុខហើយនេះបាទ x បូក1 x បូក1សម្រួលវាចោលឥឡូវនៅសល់យើងសម្រួលនេះថែមទៀតមកនេះ x ការ៉េបូក1លើក្រោមមានដូចគ្នាសម្រួលចោលទៀតលើសល់លេខ1ហើយក្រោមនៅសល់ x ដក1បាទ x ដក1ហើយយើងផ្លេចគូបន្ទាត់ថែមបន្ទាត់បាទដាក់ប៊ិចក្រហមឲ្យមកសភៅកូនសាសខ្ចីយកមកថតខ្ជិលទៅសេឡើងវិញចឹងហើយយើងជំនួសលេខចូលម្ដងទៀតទៅយកដក1ជំនួសចូលមកដក1ដក1ទៀតដក2ដក2ហើយខាងលើ1អញ្ចឹងយើងបានចម្លើយលំហាត់ករបស់យើងគឺដក1លើ2ដក1លើ2